ស្ដីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍សម្រាប់ការវិលមកកាន់ channel របស់ខ្ញុំបាទវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញជូនបងប្អូនទាំងអស់គ្នាបាទពីរបៀបនៃការបង្កើតគណនី Bitget បាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់មានគណនី Bitget ទេបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់និងទទួលបានការបង្កើតជាមួយគណនី Bitget ដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលបង្កើតបាទ Bitget តាមរយៈដំណ link ឬក៏ដាក់ referral code របស់ខ្ញុំបងប្អូនទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍ចំនួន2ទី1បងប្អូនទាំងអស់គ្នាអាចនឹងមានឱកាសទទួលបាន gift គឺកាដូផ្សេងៗបាននៅពេលដែលក្រុមហ៊ុន Bitget គេចែកកាដូជូនមកខ្ញុំធ្វើការ giveaway ជូនបងប្អូនទាំងអស់គ្នាដែលស្ថិតនៅក្នុង community របស់ខ្ញុំហើយទី2បងប្អូនទាំងអស់គ្នាទទួលបានលុយ rebate 20%ពេញមួយជីវិតតែម្ដងនៅពេលដែលបងប្អូនទាំងអស់គ្នា trade អូខេអញ្ចឹងគឺអត្ថប្រយោជន៍ទាំងពីរនេះគឺបងប្អូនទាំងអស់គ្នាទទួលបានសម្រាប់តែបងប្អូនទាំងអស់គ្នាបាទបង្កើត Bitget តាមរយៈដំណ link ឬក៏ដាក់ referral code របស់ខ្ញុំដែលជា KL តែប៉ុណ្ណោះអូខេអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់មាន Bitget ទេហើយមានបំណងបាទចង់ hold កាក់ crypto ដើម្បីទទួលបានផលចំណេញផ្សេងៗបងប្អូនទាំងអស់គ្នាអាចបង្កើត Bitget ម្នាក់មួយទៅដោយសារតែ Bitget គឺជា exchange មួយដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ហើយក៏មានអ្នកចូលរួមលេងច្រើនមែនទែនបាទនិយាយពី top វិញគឺជាប់ top 2ហើយនៅទាំងពិភពលោកអូខេតោះឥឡូវដើម្បីកុំឲ្យខាតពេលយូរចូលទៅមើលពីរបៀបនៃការបង្កើតជាមួយនឹង Bitget ដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់តែម្ដងបាទនៅបងប្អូនទាំងអស់គ្នាអញ្ចឹងជំហានដំបូងដើម្បីអាចបង្កើតជាមួយគណនី Bitget បានបងប្អូនទាំងអស់គ្នាត្រូវចូលមកដំឡើងមកកម្មវិធី Bitget យកមកដាក់លើទូរស័ព្ទដៃរបស់យើងជាមុនសិនហើយរបៀបនៃការដំឡើងបងប្អូនទាំងអស់គ្នាអាចចូលមកដំឡើងក្នុងកម្មវិធី Play Store ឬក៏ App Store ដោយបងប្អូនគ្រាន់ចុចលើ app របស់វាមួយមកបន្តទៀតបងប្អូនហ៊ានចូលមកដល់ក្នុងទម្រង់បែបនេះហើយចូលមកកន្លែង search កន្លែងនេះចុចលើកន្លែង search នឹងមួយមកបន្តទៀតបងប្អូនហ៊ានឃើញខាងលើនេះក៏ដាក់ពាក្យថា search app បងប្អូនចុចលើនឹងមួយមកហើយវាយពាក្យថា Bitget បងប្អូនទាំងអស់គ្នានឹងឃើញរូបរាងនៃ app Bitget នេះវាលោតនៅខាងក្រោមនេះហើយចុចលើពាក្យថា install ហើយបងប្អូនរងចាំបន្តិចមកដល់ពេលវាដំឡើងពេញបងប្អូនហ៊ានឃើញកន្លែងនេះគេដាក់ពាក្យថា open អូខេចុចលើវាមួយមកបន្តទៀតគឺវានាំបងប្អូនទាំងអស់គ្នាចូលមកដល់ទំព័រដើមនៃ app Bitget នេះហើយបងប្អូនទាំងអស់គ្នាឃើញខាងក្រោមគេដាក់ពាក្យថា continue ចុចលើវាមួយបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងទម្រង់បែបនេះបើសិនបើយើងចង់ឲ្យមានសារ alert ពាក់ព័ន្ធជាមួយនឹង app Bitget លើទូរស័ព្ទដៃរបស់យើងចុចលើពាក្យថា follow តែបើអត់ទេចុចលើពាក្យថា don't follow នេះមកអូខេបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងទម្រង់បែបនេះមកដល់កន្លែងនេះចុចលើសញ្ញាខ្វែងនេះមួយមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាឃើញកន្លែងនេះគេដាក់ពាក្យថា get start អូខេចុចលើពាក្យថា get start នឹងមកគឺវានាំបងប្អូនទាំងអស់គ្នាបាទចូលមកដល់ក្នុងទម្រង់បែបនេះហើយអ្វីដែលបងប្អូនត្រូវធ្វើមុនគេបំផុតហ្នឹងគឺត្រូវនេះកន្លែងគេដាក់ពាក្យថា referral code នេះបងប្អូនទាំងឃើញខាងក្រោមនេះមានសញ្ញាព្រួយមួយបាទចុចលើវាមួយមកបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាឃើញខាងក្រោមនេះគេដាក់ពាក្យថា referral code កន្លែងនេះបងប្អូនទាំងអស់គ្នាដាក់ referral code របស់ខ្ញុំមកដែលខ្ញុំបានដាក់នៅខាងឆ្វេងដៃហើយ referral code របស់ខ្ញុំគឺ Budara លេខ9ដូចខ្ញុំបញ្ជាក់ពីក្បាលវីដេអូអញ្ចឹងនៅពេលបងប្អូនទាំងអស់គ្នាបំពេញបាទចុចឈ្មោះដោយបំពេញ referral code របស់ខ្ញុំឬក៏ចុចទៅលើដំណ link របស់ខ្ញុំបងប្អូនទាំងអស់គ្នានឹងទទួលបាន rebate បាទ20%ពេញមួយជីវិតតែម្ដងគឺទៅលើសេវា free ហើយនៅពេលដែលមាន gift ផ្សេងៗដែល Bitget ផ្ដល់ជូនខ្ញុំធ្វើការ giveaway ជូនដល់បងប្អូនទាំងអស់គ្នាដែលជាអ្នកដែលចុចឈ្មោះតាមរយៈដំណ link របស់ខ្ញុំអូខេអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាបំពេញជាមួយ referral code របស់ខ្ញុំហើយខាងលើនេះបងប្អូនទាំងអស់គ្នាបំពេញជាមួយ Gmail បាទ Gmail របស់យើងហើយខាងក្រោមនេះយើងដាក់ជាមួយនឹង password ហើយតម្រងនៃ password នេះបងប្អូនទាំងអស់គ្នាអាចដាក់ដូចខ្ញុំមកគឺដើមអក្សរធំបាទជាអក្សរអង់គ្លេសណាអក្សរធំអក្សរតូចលេខនិងសញ្ញាហើយបងប្អូនទាំងអស់គ្នាអាចដាក់ទៅឈ្មោះយើងអីឬក៏អីក៏បានដែរសំខាន់ដាក់ឲ្យត្រូវតែចាំហើយខ្ញុំសូមណែនាំថារាល់ការបង្កើត exchange ទាំងអស់សូមឲ្យមានសភៅបាទ note ទុកបាទ note ទុកជាមួយ Gmail ជាមួយ password ជាមួយនឹង ID ដែលយើងបាន verify ព្រោះពេលខ្លះពេលបងប្អូនដូរទូរស័ព្ទអីទៅយើងត្រូវ login ថ្មីហើយមួយទៀតសូមគុំ note វានៅក្នុង note របស់ទូរស័ព្ទព្រោះជាបទពិសោធន៍នៅពេលបងប្អូនទាំងអស់គ្នាទូរស័ព្ទរបស់យើងខូចបែកបាក់អេក្រង់អីហើយយើងអត់ដឹងថាចូលទៅយកយើងភ្លេច Gmail ហ្នឹងយើងអត់ដឹងថាចូលទៅ login account របស់យើងដោយរបៀបណាទេហើយបើសិនបើក្នុង account របស់យើងមានលុយច្រើនទៀតគឺខាតបង់តែម្ដងអញ្ចឹងក៏សម្រាប់បងប្អូនទាំងគ្នាដែររកលុយតាម online គឺត្រូវតែមានកូនសភៅមួយសម្រាប់ note ជាមួយនឹង exchange ផ្សេងៗ wallet ផ្សេងៗទុកដើម្បីយើងងាយស្រួល login ចូលប្រើប្រាស់នៅពេលក្រោយអូខេអញ្ចឹងមកដល់កន្លែងនេះនៅពេលបងប្អូនទាំងគ្នាបំពេញជាមួយ Gmail password និង referral code របស់ខ្ញុំរួចរាល់ហើយចុចកន្លែងនេះឲ្យវាលោតសញ្ញា tick មួយមកហើយចុចលើពាក្យថា create account គឺវានាំបងប្អូនទាំងគ្នាចូលមកក្នុងទម្រង់បែបនេះគឺបងប្អូនទាំងគ្នាគ្រាន់តែបំពេញមកនេះយើងមើលខាងលើនេះរូបអីមុនគេយើងយកម្រាមដៃចុចលើរូបនឹងមកដោយតែខ្ញុំបានបង្ហាញហ្នឹងយើងចុចលើវាមួយវាលុបពីលេខ1ហើយចុចមួយទៀតលុបលើហ្នឹងគឺលេខ2បងប្អូនទាំងគ្នាមើលកន្លែងនេះមកចុចតាមហ្នឹងមកចុចលើពាក្យថា OK គឺវានាំបងប្អូនទាំងចូលមកដល់ក្នុងទម្រង់បែបនេះវិញម្ដងអញ្ចឹងនៅពេលបងប្អូនចូលមកដល់ក្នុងទម្រង់បែបនេះគឺគេយើងចូលទៅយក Gmail លេខកូដ6ខ្ទង់នៅក្នុង Gmail ដែលយើងបានបង្កើតជាមួយនឹង Bitget របស់យើងណាអូខេចុងបងប្អូនទាំងគ្រាន់ចូលមកក្នុងនេះ Gmail របស់យើងនឹងឃើញសារ alert មួយដែល Bitget គេផ្ញើមកចុចលើវាបងប្អូនឃើញលេខកូដ6ខ្ទង់ហើយយកលេខកូដ6ខ្ទង់ហ្នឹងយកមកបំពេញត្រង់ចំណុចនេះបាទនៅពេលយើងបំពេញហើយគឺវានឹង load auto តែម្ដងនៅពេលវាយើងបំពេញត្រឹមត្រូវណាអូខេអញ្ចឹងគឺវានឹង load ចូលមកដល់ក្នុងទម្រង់បែបនេះកន្លែងនេះបងប្អូនទាំងគ្នាចង់បើកមុខងារ scan កញ្ចៅដៃឲ្យហើយក៏បានឬក៏ចាំពេលក្រោយក៏បានដែរបើចាំពេលក្រោយចុចលើពាក្យថា cancel មួយមកអូខេចុចលើពាក្យថា letter មួយមកនេះគឺវានឹងនាំបងប្អូនទាំងគ្នាចូលមកដល់ក្នុងទម្រង់បែបនេះ
តម្រងនេះគឺជាតម្រងដែលតម្រូវបងប្អូនទាំងអស់គ្នាធ្វើការបំពេញជាមួយ KYC KYC គឺបំពេញដោយដាក់ជាមួយអត្តសញ្ញាណប័ណ្ណឲ្យថត selfie ផ្ទៃមុខរបស់យើងអូខេបងប្អូនទាំងគ្រាន់តែ pass 2 step ហ្នឹងគឺអាច complete ជាមួយ verification នៅក្នុង account របស់យើងបានហើយអូខេអញ្ចឹងបងប្អូនទាំងចុចលើពាក្យថា verify now នេះមកគឺវានាំបងប្អូនទាំងចូលមកដល់តម្រងបែបនេះចុចលើពាក្យថា verify now មួយទៀតមកអូខេមកដល់កន្លែងនេះបងប្អូនទាំងត្រូវបើកឲ្យ Biget វាអាចចូលទៅ access នៅក្នុងកាមេរ៉ារបស់យើងបានព្រោះវាតម្រូវឲ្យយើង scan មុខណាអូខេចុចលើពាក្យថា while using the app នេះមួយមកអូខេគឺវានាំបងប្អូនទាំងចូលមកដល់តម្រងបែបនេះចឹងខាងលើនេះគឺវាភ្ជាប់ជាមួយនឹងប្រទេសរបស់យើងស្រេចហើយចឹងបងប្អូនទាំងខាងក្រោមនេះអាចចុចសញ្ញាព្រួយខាងក្រោមនេះមួយមកបងប្អូនទាំងឃើញខាងលើនេះគឺវា load auto ជាមួយ IP address នៃប្រទេសកម្ពុជារបស់យើងselect យកប្រទេសកម្ពុជារបស់យើងមកបន្ទាប់មកទៀតខាងក្រោមនេះគឺវា load ID card គឺសំដៅទៅលើអត្តសញ្ញាណប័ណ្ណរបស់យើងហើយបើសិនបងប្អូនទាំងគ្នាអត់មានអត្តសញ្ញាណប័ណ្ណទេហើយយើងមានជាប័ណ្ណបើកបឬក៏ passport អីបងប្អូនទាំងគ្នាអាចដូរបានកន្លែងនេះចុចសញ្ញាព្រួយបានចុះក្រោមហើយរើសមកក្នុងនោះវាដាក់ license driver ឬក៏ passport អញ្ចឹងបងប្អូនទាំងដាក់មួយណាក៏បានដែរប៉ុន្តែជាការ recommend គេ recommend ឲ្យយើងដាក់ប្រើប្រាស់ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងណាអូខេអញ្ចឹងកន្លែងនេះខ្ញុំប្រើជាមួយអត្តសញ្ញាណប័ណ្ណខ្ញុំអត់មានត្រូវដូរទេយើងចុចលើពាក្យថា next មកគឺវានាំបងប្អូនទាំងចូលមកដល់កន្លែងនេះបងប្អូនរើសខាងលើនេះមក all country except USA មានថាប្រទេសទាំងអស់ដែលមិនមែនជាប្រទេសសហរដ្ឋអាមេរិកទេមានន័យថាយើងគឺជាប្រជាជនដែលមិនមែនរស់នៅសហរដ្ឋអាមេរិកទេអូខេចុច like នឹងមួយមកបងប្អូនទាំងឃើញខាងក្រោមនេះពាក្យ continue នេះយើងអាចចុចបន្តទៅមុខបានចុចលើវាមួយមកអូខេក៏វានាំបងប្អូនទាំងចូលមកដល់ក្នុងទម្រង់បែបនេះអញ្ចឹងមកដល់ក្នុងទម្រង់បែបនេះបងប្អូនទាំងអស់គ្នានេះយើងគេបញ្ជាក់ឲ្យគឺ identify document គឺតាក់សញ្ញាណប័ណ្ណហើយ selfie ផ្ទៃមុខរបស់យើងធ្វើតែ2 step ហ្នឹងទេអូខេចុចលើវាថា continue មកដល់កន្លែងនេះគេឲ្យយើងថតជាមួយតាក់សញ្ញាណប័ណ្ណផ្ទៃខាងមុខយើងថតមកបាទថតទីតាំងណាដែលថតឲ្យបានច្បាស់មកបន្ទាប់ពីបងប្អូនថតរួចរាល់ហើយចុចលើពាក្យថា document is readable អូខេចុចលើវាមួយមកបន្ទាប់មកទៀតត្រូវថតជាមួយអត្តសញ្ញាណប័ណ្ណផ្ទៃខាងក្រោយរបស់យើងចុចហើយដូចគ្នាអញ្ចឹងគឺចុចលើពាក្យថា document is readable ឬក៏បើសិនមកយើងឃើញថាអត្តសញ្ញាណប័ណ្ណដែលយើងថតទៅហ្នឹងវាអត់ច្បាស់ទេណាយើងអាចចុចលើពាក្យថា retake photo តែបើយើងគិតថាច្បាស់ហើយយើងចុចលើនឹងមកចុចខាងលើវិញមកគឺ document is readable នេះមកអូខេគឺវានាំបងប្អូនទាំងចូលមកដល់ក្នុងទម្រង់បែបនេះគឺជាទម្រង់ដែលយើងត្រូវតែ scan មុខរបស់យើងហើយនេះយកអារង្វង់មូលនេះដាក់ឲ្យចំមុខយើងមកដាក់ឲ្យគៀកតិចមកហើយពេលខ្លះវាឲ្យយើងបើកភ្នែកងាកឆ្វេងងាកស្ដាំហើយយើងធ្វើតាមគេទៅនៅពេលដែលយើង complete ហើយបងប្អូនទាំងឃើញកន្លែងនេះគេដាក់ពាក្យថា under review អូខេ under review ចុចលើថា confirm មួយមកនេះគឺបងប្អូនទាំងចូលមកដល់កន្លែងនេះគឺគេបញ្ជាក់ថាគេស្ថិតនៅក្នុងការ review ហើយការ review ហ្នឹងពេលខ្លះសឹងតែមក play ទេគឺគេបញ្ជាក់ឲ្យយើងតែម្ដងហើយពេលខ្លះបើសិនបើយើងដាក់ទៅអត្តសញ្ញាណប័ណ្ណរបស់យើងវាហួសសុពលភាពឬក៏វាអត់ច្បាស់ឬក៏អត្តសញ្ញាណប័ណ្ណរបស់យើងធ្លាប់ចុះឈ្មោះពីមុនអីមកហើយហ្នឹងវានឹងឲ្យបងប្អូនទាំងគ្នាធ្វើការ verify ម្ដងទៀតហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលធ្លាប់បង្កើតពីមុនហើយភ្លេច account ភ្លេចអីអាចតាក់ទងមកខ្ញុំបានពេលខ្លះខ្ញុំអាចជួយដោះស្រាយបានដែរអូខេអញ្ចឹងរងចាំបន្តិចមកដល់ពេលដែលវា review ហើយបងប្អូនទាំងឃើញថា app របស់យើងអាចប្រើប្រាស់បាននៅទម្រង់ណានឹងបងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើង verify បានជោគជ័យណាបងប្អូនទាំងគ្នាចូលមកកន្លែងនេះរូបមនុស្សខាងលើនេះចុចលើវាមួយមកបងប្អូនទាំងគ្នាឃើញកន្លែងនេះគេដាក់ពាក្យថា verify អូខេ verify អញ្ចឹងមានថាយើង verify បានជោគជ័យហើយបងប្អូនទាំងគ្នាក៏អាចចូលទៅកំណត់ security បន្ថែមដែលចុចលើសញ្ញាព្រួយនេះមកបងប្អូនទាំងគ្នាឃើញកន្លែងនេះគឺវាមានចំណុចជាច្រើនដែលអាចយើងបំពេញបន្ថែមមានដូចជានេះកន្លែង security នេះ security កណ្ដាលនេះចុចលើវាមួយមកបងប្អូនទាំងគ្នាអាចដាក់តាមនឹងមកដូចជា Google Authenticator បំពេញ email ដាក់ជាមួយលេខទូរស័ព្ទរបស់យើងហើយសិតតែជាចំណុចដែលសំខាន់ទាំងអស់ដូច Google Authenticator នេះរបៀបនៃការប្រើខ្ញុំបានដាក់នៅខាងក្រោមវីដេអូដូចគ្នាខ្ញុំបានធ្វើវីដេអូហើយបង្ហាញរួចហើយអញ្ចឹងបងប្អូនទាំងគ្នាចង់ដឹងអាចចូលទៅមើលនៅក្នុងទំព័រ description នៅខាងក្រោមវីដេអូទៅនឹងឃើញពាក់ព័ន្ធជាមួយរបៀបនៃការដំឡើងនិងភ្ជាប់ជាមួយ app នេះនៅក្នុង exchange របស់យើងហើយអូខេអញ្ចឹងសម្រាប់រូបថតនេះក៏អាចដូរបានដែរឈ្មោះរបស់យើងអាចដូរបានដែរចុចលើសញ្ញាប៊ិចនេះមួយមកនេះឲ្យដូរឈ្មោះរបស់យើងឈ្មោះពិតប្រាកដរបស់យើងមករូបថតចង់ដាក់រូបពិតក៏បានមិនពិតក៏បានវាអត់ជាបញ្ហាទេប៉ុន្តែជាការណែនាំខ្ញុំគិតថា account exchange របស់យើងមួយគឺវាសំខាន់អញ្ចឹងគួរតែដាក់រូបពិតទៅអូខេអញ្ចឹងសម្រាប់វីដេអូមួយនេះអត់មានច្រើនទេហើយបើសិនបងប្អូនគ្នាបង្កើតបានឬក៏តាក់កន្លែងណាមួយអាចចូលមកសួរខ្ញុំនៅក្នុង group Telegram របស់ខ្ញុំបានរាល់ comment បងប្អូនទាំងអស់គ្នាខ្ញុំនឹងរីករាយឆ្លើយតបទៅវិញគាត់នៅពេលខ្លះអាចយឺតអីប៉ុន្តែខ្ញុំនឹងឆ្លើយតបទាំងអស់ទៅវិញតែម្ដងអូខេអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយក៏អរគុណបងប្អូនទាំងគ្នាបានចំណាយពេលមានតម្លៃតាមដានទស្សនាវីដេអូរបស់ខ្ញុំតាមដានរហូតចប់បាទសូមអរគុណសូមគោរពលា